ផ្លូវមួយចំនួននៅភ្នំពេញបន្ទាប់ពីភ្លៀងហើយមកមេអញ្ចឹងណាបងប្អូនអានេះគឺប្រឈមជាងគេឡានទៀបឡានព្រុសកាំរីអាពុម៉ាស្ដាយហ្នឹងស៊ីដែននេះហ្នឹងគឺប្រឈមហើយហ៊ានតែផ្លិចខ្លួនຕົកចោលតាមួយរយៈហ្នឹងឈូសបលាំងដាស់បាត់ឡើយសម្រាប់ខ្ញុំគឺខ្ញុំខែបងប្អូនដោយសារបលាំងដាស់ទោះបីជាប្រភេទជ័រណាក៏$60ដែរហើយបើយើងដាក់ប្រភេទ inox វាកាន់តែថ្លៃទៀតគាត់ថាបលាំងដាស់វានៅជាប់គឺអាស្រ័យទៅលើវិសទេបើសិនជាវិសនឹងវាច្រេះវាខ្ញាកាន់អីវាឈូសបានដូចតែគ្នាអញ្ចឹងមកដល់ផ្ទះវិញគឺខ្ញុំចំណាយតែ3ទៅ4នាទីទេ set up បាតឡានជាមួយនឹងម៉ាស៊ីនប្រភេទ Torrent Star នេះវាបាញ់បាតរៀងខ្លាំងដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺសម្ពាធរបស់វារហូតដល់120បាសេនហើយកម្លាំងរបស់វាគឺ2100វ៉ាត់អញ្ចឹងសម្រាប់បាញ់ទាំង4រុននៃបាតឡាននេះគឺថាបាញ់ហើយធ្វើឲ្យបាតឡានរបស់យើងមានសភាពភ្លឺលោងដោះស្រាយបញ្ហាបាតឡានស្ទើរតែទាំងស្រុង